សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកសិក្សាករណីមួយទៀតដែលខ្ញុំបានបង្កើតយូរហើយតែគាត់ថាថ្ងៃនេះចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹងទាក់ទងទៅនឹងការបង្កើត course របស់បុគ្គលិកសរុបសម្រាប់យកទៅធ្វើនៅក្នុង project budget អញ្ចឹង project budget មួយសន្មតថានឹងមានក្រុមការងារប៉ុណ្ណឹងយើងមាន provincial manager ខេត្ត1ខេត្ត2ហើយនឹងមាន field coordinator នៅខេត្តទី1និងខេត្តទី2ហើយមាន support team នៅ regional office ឬក៏នៅភ្នំពេញ office គឺមាន sales specialist មាន partnership មាន manager M&E manager មាន head of program ហើយមាន program finance division something ដែលយើងកំណត់នៅក្នុងនេះហើយកន្លែងនេះគឺជា basic salary ដែលចុងក្រោយបំផុតដែលមាននៅក្នុងអង្គភាពយ៉ាងនេះជាការសន្មតហើយយ៉ាងនេះគោលនយោបាយរបស់អង្គការឬក៏អង្គភាពដែលគេបានផ្ដល់ឲ្យបុគ្គលិកទី1មាន certain month salary ទី2មាន pension fund 10% ទីមាន life insurance 600ហើយមាន social National Social Security Fund $23ក្នុងមួយខែហើយមាន medical allowance សម្រាប់ប្រចាំខែ50ហើយអានេះគឺសម្រាប់annual leave ឧបមាថាបុគ្គលិកគេផ្ដល់ឲ្យ annual leave 18ថ្ងៃក្នុងមួយឆ្នាំអញ្ចឹងបើសិនជាគាត់ឈប់អត់អស់ទេគេនឹងឲ្យគាត់8ថ្ងៃឲ្យ10ថ្ងៃអញ្ចឹងគាត់ឲ្យគេឲ្យគាត់10ថ្ងៃក្នុងមួយឆ្នាំអូខេហើយកន្លែងនេះគឺseniority payment បេះតាមគោលការណ៍របស់រដ្ឋាភិបាលដែលផ្ដល់ឲ្យបុគ្គលិកអញ្ចឹងនេះគឺជា cost involved ដែលនឹងផ្ដល់ឲ្យបុគ្គលិកម្នាក់ប្រចាំខែអញ្ចឹងគាត់មានប្រាក់ខែbasic salary របស់គាត់មាន settlement ហើយ settlement នេះគឺpay នៅពេលណាមួយដែលអង្គការឬក៏ក្រុមហ៊ុនគេសន្មតថានឹងpay ឲ្យបុគ្គលិកឧទាហរណ៍ថានៅអង្គការមួយគេនឹង pay ឲ្យបុគ្គលិកនៅខែចុងខែ3មុនចូលឆ្នាំអញ្ចឹងបុគ្គលិកទាំងអស់បានលុយ bonus ហ្នឹងសម្រាប់យកទៅប្រើប្រាស់ក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរហើយសម្រាប់សម្រួលឲ្យបុគ្គលិកមានឱកាសធ្វើដំណើរធ្វើបុណ្យទានអីហ្នឹងប្រើប្រាស់ថវិកាហ្នឹងសម្រាប់ធ្វើបុណ្យទានក្នុងពេលចូលឆ្នាំហើយនេះគឺជាលុយ pension fund ដែលជាការ contribute របស់អង្គការផ្ដល់ឲ្យបុគ្គលិកក្នុងមួយខែហើយអានេះគឺ life insurance ដែលមួយឆ្នាំ600ហើយអានេះគេនឹងយកទៅទិញ insurance ប៉ុន្តែនៅក្នុង project យើង allocate មួយខែបាន50អញ្ចឹងអានេះបាន250អានេះបាន208អានេះ23គឺបងឲ្យទៅ NFS ហើយអានេះ pay នៅពេលណាមួយនៅក្នុងខែឬក៏ pay នៅចុងខែដោយសារស្រុកប្រទេសកម្ពុជាយើងឥឡូវយើងប្រើ Fortnite ដែលអាចបើកប្រាក់ខែឲ្យបុគ្គលិកមួយខែ2ដងគឺនៅថ្ងៃ15ម្ដងនិងនៅថ្ងៃទី30ម្ដងអញ្ចឹងប្រាក់ medical allowance ហ្នឹងអាចនឹង pay នៅចុងក្រោយឬក៏ pay នៅ50% នៅតាមពេលបើកក៏បានដែរ whatever តាមគោលនយោបាយរបស់អង្គភាពហើយនេះគឺ annual leave ហើយ annual leave នេះគឺអត់ pay ឲ្យបុគ្គលិកនៅពេលដែលគាត់ពេលធ្វើការទេគេនឹង pay ឲ្យគាត់នៅពេលដែលគាត់ត្រូវបាន separate ឬក៏គាត់ resign ឬក៏គាត់ត្រូវបាន lay out អីដោយសារស្ថានភាពអីផ្សេងៗអាហ្នឹងគេនឹងគណនាឲ្យគាត់ហើយតាមគោលនយោបាយរបស់រដ្ឋគឺយ៉ាងហោចណាស់គាត់មាន30ថ្ងៃគាត់អាចរក្សាទុកបាន24ថ្ងៃឬក៏អាចច្រើនជាងនឹងស៊ីសងលើគោលនយោបាយរបស់រដ្ឋហើយអានេះ
seniority នេះគឺរដ្ឋគេនឹងបើកឲ្យតាមគោលការណ៍របស់រដ្ឋគេនឹងបើកឲ្យទៅបុគ្គលិកនៅខែ6ម្ដងហើយនៅខែ12ម្ដង 50% 50% នៅ50% នៅខែ6និង50% ទៀតនៅខែ12អញ្ចឹងអានេះគឺជា benefit របស់បុគ្គលិកដែលនឹងអាចទទួលបាននៅពេលដែលគាត់បម្រើការងារអានេះយើងយកទៅធ្វើនៅក្នុង budget ហើយ budget template វាអាស្រ័យទៅលើ budget របស់ organization ប៉ុន្តែដើម្បីយក cost នេះទៅគណនាហើយអានេះពេលខ្លះ audit នឹងសួរថាយើងបានតួលេខ 3330 នេះមកពីណាអញ្ចឹងយើងបង្ហាញអានេះទៅ audit ថានេះ cost 3330 នេះបានមកពី basic salary របស់គាត់បានពី certain month salary បានពី pension fund បានពី insurance បានពី NHS បានពី medical allowance បានពី annual leave allowance ឬនឹង seniority payment អញ្ចឹងបូក total គ្នាទៅបានប៉ុណ្ណឹងប៉ុន្តែគាត់ថាយកទៅធ្វើគណនា salary បើយើងមានចុចមានអីហ្នឹងវាពិបាកអញ្ចឹងយើង round វាមកត្រឹមយើង round វាមកអញ្ចឹងវាបានប៉ុណ្ណឹងទៅតាមជាក់ស្ដែងអញ្ចឹងទៅអញ្ចឹងអានេះសម្រាប់ឆ្នាំទី1ឧបមាថា project យើង start នៅឆ្នាំ2026អញ្ចឹងយើងយកនេះទៅប្រើនៅក្នុង budget ឆ្នាំ2026ហើយសួរថាតើគាត់ contribute ទៅ project ប្រមាណភាគរយ 30% អញ្ចឹងគុណនឹង 30% មកគឺមួយខែគាត់ឆាចបានប៉ុណ្ណឹងអូខេមួយខែគាត់ឆាចបាន 30% នេះ 100% ពេញអានេះ 10% បានប៉ុណ្ណឹង 10% នេះ 100% អូខេឧទាហរណ៍ថាអញ្ចឹងបើក្នុងរយៈពេល3ឆ្នាំយើងយកអានេះទៅប្រើមួយឆ្នាំបូកទៅយើងនឹងប្រើអានេះប្រចាំខែក៏បានប៉ុន្តែក្នុងខ្លះ budget មាន2 section ទី1គេហៅថា total project budget គឺយើងយក average នេះទៅប្រើ total budget ហើយ annual budget យើងយកនេះទៅប្រើដល់ពេលចុងក្រោយវានឹងចេញប៉ុណ្ណឹងដូចគ្នាអញ្ចឹងcompare គ្នាទៅវាអាចមានលៀងធៀបតិចតួចដោយសារមានសារផលគុណអញ្ចឹងយើងអាច round off round up round down នេះទៅតាមស្ថានភាពជាក់ស្ដែងអូខេអញ្ចឹងនៅក្នុងនេះវាមានសារៈសំខាន់នៅពេលដែលយើងធ្វើ budget ហើយនៅពេលដែលពេល audit ឬនៅពេលដែល donor គេចុះមកមើលគេសួរយើងថាតើអានឹងបានមកពីណាអញ្ចឹងអានេះវាជា evidence base ដែលយើងនឹងផ្ដល់ទៅឲ្យdonor ឬ auditor ប្រាប់ថា cost របស់បុគ្គលិកយើងបានមកដោយសារអញ្ចឹងហើយអញ្ចឹងកន្លែងនេះឆ្នាំទី1គឺប៉ុណ្ណឹងហើយឆ្នាំទី2យើងestimate ឆ្នាំទី2 27មាន26 sorry ឆ្នាំ2027យើងថាកន្លែងនេះគុណនឹង1បូកឲ្យ m មានន័យថាយកប្រាក់ខែរបស់គាត់គុណនឹងនេះបូកនឹង increment rate ទៅហើយឆ្នាំទី2ប៉ុណ្ណេះហើយឆ្នាំទី3ប៉ុណ្ណេះអញ្ចឹងមានន័យថាយើងគណនា increment rate ហើយអានេះនៅពេលដែលយើង change rate នៅនេះមកអានេះវានឹងប្រែប្រួលឧបមាថានេះយើងដាក់ទៅ4ដាក់ទៅ3វិញអញ្ចឹងចំនួននេះវាប្រែប្រួលអញ្ចឹងវាហើយ3 sorry 3អញ្ចឹងចំនួននេះវាប្រែប្រួលទៅតាមនឹងហើយបាទនេះវា4អានេះក៏ប្រែប្រួលដែរអូខេហើយបាទនេះ5ក៏វាប្រែប្រួលទៅតាមនឹងដែរអូខេអញ្ចឹងនេះហើយអានេះជា commitment rate ដែលបុគ្គលិកគាត់នឹងធ្វើការនៅក្នុង project នឹងឧទាហរណ៍ថា provincial manager គាត់មានការងារច្រើនអញ្ចឹង project នេះគាត់ contribute commitment rate គាត់គឺ 30% ហើយបើ donor គេត្រូវការ time sheet អានឹងយើងត្រូវធ្វើ time sheet based on donor requirement អញ្ចឹង time sheet របស់គាត់ធ្វើការងារ project នេះ
30% 30% 10% 10% 10% 10% ក្នុងករណីអ្នកដែល 100% មិនបាច់មាន time sheet ទេដោយសារតែគាត់យើងអាចចរចាជាមួយបើសិនជា donor តម្រូវក៏អ្នក 100% ត្រូវធ្វើដែរប៉ុន្តែភាគច្រើនអ្នក 100% គេអត់ require ដោយសារតែគាត់អត់មានការងារ contribute ទៅ project ណាផ្សេងទេគាត់ focus ទៅលើ project ហ្នឹងទាំងស្រុងអញ្ចឹងគាត់អត់ធ្វើការឲ្យ project អីផ្សេងទៀតទេអញ្ចឹងគាត់ធ្វើការឲ្យតែមួយ project ហ្នឹងទេអញ្ចឹងសំខាន់ដើម្បីធ្វើអានេះបានតែយើងដឹងពីគោលនយោបាយរបស់អង្គភាពរបស់យើងអញ្ចឹងយើងមើលទៅក្នុង personal policy តើមានស្អីខ្លះគេឲ្យអីខ្លះគេឲ្យ certain month salary មួយខែស្មើអាហ្នឹងមួយខែស្មើនេះចែកនឹង12ដោយសារតែនេះយើងចែក12ទៅយើងបានសម្រាប់មួយខែអូខេអញ្ចឹងស៊ីសងវាអាស្រ័យទៅលើគោលនយោបាយរបស់អង្គភាពដែលឲ្យeligible ទៅឲ្យបុគ្គលិកម្នាក់អញ្ចឹងបុគ្គលិកហើយវាមានករណីអីផ្សេងទៀតបើមានអីខុសអីផ្សេងទៀត incur យើងដាក់ទៅយើង add បញ្ចូលតាមទៅហើយនេះវាជាការគណនាបុគ្គលិកខុសសម្រាប់យកទៅ present ជាមួយនឹង donor នៅពេលយើងធ្វើ budget ហើយនឹង present ទៅឲ្យ auditor នៅពេលដែលគេinquiry ទាក់ទងទៅនឹងតើ3300ហ្នឹងបានមកពីណាហើយ3497បានមកពីណា3600ហ្នឹងបានមកពីណាអញ្ចឹងយើងអាចប្រាប់ទៅ auditor បានប្រាប់ទៅ donor បានហើយអានេះគឺជា monthly អញ្ចឹងអានេះមុន contribution មានន័យថានេះ full 100% ហើយអានេះ after commitment ព្រោះ project គេអាចឲ្យយើង 100% ទាំងអស់គ្នាទេអញ្ចឹងលើកលែងតែយើងធ្វើការតែមួយ project ទាំងអស់គ្នាអាហ្នឹងប្រហែលជាមិនអាច apply បានដោយសារតែcost របស់ personnel របស់យើងវាខ្ពស់ពេកអូខេអញ្ចឹងឬក៏អាចនៅពេលដែល budget threshold over budget threshold អញ្ចឹងpersonnel cost អាច reduce percentage ទៅលើ support cost មួយចំនួនហើយកន្លែង finance នេះបើសិនជាអត់អាចអញ្ចឹងមានតែរក project ផ្សេងណាមួយទៀតដើម្បីឲ្យគាត់ទៅឆាយគ្រប់ប្រាក់ខែរបស់គាត់អញ្ចឹងនេះជាការគណនាបុគ្គលិកខុសសម្រាប់យកទៅធ្វើ budget present ទៅ donor ហើយនឹង present ទៅ auditor នៅពេលដែលមាន question អរគុណច្រើនសម្រាប់ការតាមដានថ្ងៃនេះអរគុណច្រើនបើអ្នកចាប់អារម្មណ៍អាចតាក់ទងសួរអីផ្សេងទៀតតាមរយៈព័ត៌មាននៅTelegram ហើយនឹងទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះស្រាប់សូមអរគុណសូមជម្រាបលា